សូមស្វាគមន៍កម្ពុជាអ្នកប្រយុទ្ធគូទី3បង្គោលខៀវមកពីក្រុងកំពង់សោមប៊ុនមៀងលោកស្រីនៅកញ្ញាជាទីគោរពនិងជាទីមេត្រីពីគូបានរំលងមកទៅហើយតែគូទី2មុននេះបន្តិចគឺជឹមចិន្ត្រាផ្ដួលឲ្យព្រីងដារិនដោយលោកអាជ្ញាកណ្ដាលបញ្ឈប់នៅក្នុងទឹកទី2បាទសូមអរគុណដល់ស្រាបៀរកម្ពុជាជាស្រាបៀរដំបូងគេបង្អស់ដែលផលិតឡើងដោយប្រជាជនកម្ពុជាឈានមុខគេទាំងគុណភាពនិងរសជាតិស្រាបៀរកម្ពុជាគឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលផលិតឡើងពីគ្រឿងផ្សំដ៏ល្អបំផុតពីសហគមន៍អឺរ៉ុបព្រមទាំងបច្ចេកវិទ្យាទំនើបលំដាប់ថ្នាក់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទសូមបញ្ជាក់ផងដែរថាការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់ទី3នេះគឺនៅក្នុងប្រភេទទម្ងន់65គីឡូក្រាមអ្នកដែលឡើងមកដំបូងគេគឺកីឡាករប៊ុនមៀងបាទទីកន្លែងកំណើតនៅឯខេត្តព្រះសីហនុសូមស្វាគមន៍កីឡាករបង្គោលក្រហមដែលជាកម្ពុជាអ្នកប្រយុទ្ធនៅរាជធានីភ្នំពេញប្រាក់ច័ន្ទសេបាទបង្គោលក្រហមកីឡាករប្រាក់ច័ន្ទសិនបាទប្រាក់ច័ន្ទសិនគឺជាកីឡាករម្នាក់ដែលធ្លាប់ប្រកួតក្បាច់គុនសេរីជាច្រើនបាទច្រើនសឹងតែរាប់ម្ដងបាទជាកីឡាករចំណូលថ្មីបាទពីព្រោះកម្មវិធីបានកាត់ចោលនៅកីឡាករដែលអសមត្ថភាពមួយចំនួនចោលនៅក្នុងប្រភេទទម្ងន់65គីឡូក្រាមហើយប្រាក់ច័ន្ទសិនគឺជាកីឡាករម្នាក់ដែលចង់សាកល្បងក្បាច់គុនកម្ពុជាអ្នកប្រយុទ្ធតើខុសប្លែកពីក្បាច់គុនសេរីបែបណាដោយសារតែសេរីមានតែគាត់ប្រើដៃចង្គង់និងកែងប៉ុន្តែការប្រកួតកម្ពុជាអ្នកប្រយុទ្ធខុសប្លែកត្រង់ថាដួលក៏វាយបានមានសិទ្ធិបាទនៅពីលើហើយវាយថែមទៀតនឹងមានឱកាសកាច់បាទបើសិនជាអាចកាច់ដៃនិងកាច់ជើងបានផងដែរបាទអ្នកទាំងពីរបើគិតពីអាយុគឺកីឡាករប៊ុនមៀងមានអាយុច្រើនជាងធ្លាប់សាកសួរផងដែរប៊ុនមៀងបង្គោលខៀវតើបងមានអាយុប្រហែលបាទមិនច្រើនទេ27បាទសូមស្វាគមន៍ការវិលត្រឡប់មកជាថ្មីម្ដងទៀតនៅគូទី3នៃកម្ពុជាអ្នកប្រយុទ្ធសូមជម្រាបផងដែរថាកម្ពុជាអ្នកប្រយុទ្ធនៅក្នុងមួយក្រុមរបស់គេមានគ្នា8នាក់65គីឡូក្រាមមាន8នាក់57គីឡូក្រាមមាន8នាក់និង60គីឡូក្រាមមានដល់ទៅ10នាក់ប៉ុន្តែពួកគេត្រូវធ្វើការប្រកួតជម្រុះក្នុងរយៈពេល5ខែនៅក្នុងជុំទី1នេះមានបន្ទុកចាញ់គេបំផុតនិងត្រូវធ្លាក់4នាក់នេះមានបន្ទុក4ខ្ពស់ជាងគេបំផុតនិងត្រូវជាប់ទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយអ្នកឈ្នះចុងក្រោយគេ2នាក់នឹងបានទៅប្រកួតវគ្គផ្ដាច់ព្រាត់អ្នកឈ្នះវគ្គផ្ដាច់ព្រាត់នឹងបានទទួលរង្វាន់ធំព្រមទាំងប្រាក់ដ៏ច្រើនអំពីក្រុមហ៊ុនស្រាបៀរកម្ពុជាសម្រាប់គូនេះផងដែរស្រាបៀរកម្ពុជាមានមោទនភាពជម្រាបកីឡាករទាំងពីរបានផងដែរថាប្រសិនបើគូណាអាចផ្ដួលគូតស៊ូឲ្យបានសន្លប់គឺនឹងមានបន្ថែមរង្វាន់ក្រៅ35,000រៀលអ្នកដែលសន្លប់ក៏មានរង្វាន់ដែរលើកទឹកចិត្តអ្នកដែលសន្លប់ក៏ទទួលបាន15,000ផងដែរបាទមុននឹងឈានដល់គូប្រកួតខ្ញុំបាទក៏សូមថ្លែងអំណរដល់ស្រាបៀរកម្ពុជាដែលបឋមពេញទំហឹងចំពោះកម្មវិធីកម្ពុជាអ្នកប្រយុទ្ធគុនខ្មែរស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិសម្រាប់ចៅក្រមនៃគូទី3មានចៅក្រមទី1លោកស៊ិនប៊ុនធឿនចៅក្រមទី2លោករតសថានិងចៅក្រមទី3លោករៀមកសលអាជ្ញាកណ្ដាលទៅលើសង្វៀនគឺលោកអេភូថងមុននឹងឈានដល់គូទី3សូមស្វាគមន៍ខ្លាំងៗទាំងអស់គ្នាមួយបង្គោលខៀវ
ស្លៀកខោពណ៌ខៀវឈុតខ្មៅសអាយុចាំមិនតាច់ហើយ30ឆ្នាំកម្ពស់ 1m65 ទម្ងន់65គីឡូក្រាមធ្លាប់ប្រកួត1ដងចាញ់មកពីជំរំកម្ពុជាអ្នកប្រយុទ្ធស្រុកកំណើតនៅភូមិអូចំណាឃុំអូចំណាក្រុងព្រះសីហនុគ្រូបង្ហាត់គឺជាគ្រូមួយក្រុមនៅក្នុងជំរំកម្ពុជាអ្នកប្រយុទ្ធលោកស្រីអ្នកកញ្ញាសូមស្វាគមន៍កម្ពុជាអ្នកប្រយុទ្ធក្រុងព្រះសីហនុប៊ុនមៀងចំណែកដល់គោក្រហមស្លៀកខោពណ៌ក្រហមឆ្នូតខ្មៅសអាយុ25ឆ្នាំកម្ពស់ 1m67 ទម្ងន់65គីឡូក្រាមដូចគ្នាធ្លាប់ប្រកួត25ដងឈ្នះ15ដងស្មើ2ដងចាញ់8ដងមកពីក្លឹបប្រដាល់ខ្មែរមកពីក្លឹបប្រដាល់គុណខ្មែរមិត្តប៉ូលីសស្រុកកំណើតអ្នកនៅខាងមុខនេះឯងគឺនៅភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រ6ខណ្ឌរសីកែវរាជធានីភ្នំពេញគ្រូបង្ហាត់លោកប៉ៅកំអាងលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កម្ពុជាអ្នកប្រយុទ្ធរាជធានីភ្នំពេញប្រាចាន់ស៊ីនបាទមកនេះលោកនាងកញ្ញាបានជម្រាបអំពីប្រវត្តិកីឡាករទាំងពីររូបហើយបាទប៊ុនមៀងសួរគាត់ថាអាយុ27ឆ្នាំទេប៉ុន្តែដល់ពេលមើលតាក់សញ្ញាណប័ណ្ណគាត់គឺអាយុ30ឆ្នាំស្រឡាញ់ការប្រកួតកម្ពុជាអ្នកប្រយុទ្ធខ្លាំងពេកបាទទោះបីជាអាយុច្រើនតិចក៏នៅតែចង់ប្រកួតដែរអត់ទោះលោកយានម៉ែហេតុអីបានខុសអាយុ13ឆ្នាំមូលហេតុអីបាទបើយោងតាមសួរគាត់ខ្លាចខ្មាស់ខ្ញុំគាត់ខ្លាចខ្មាស់គាត់ថា27ប៉ុន្តែដល់ពេលឆែកតាក់ញ៉ាំបានគាត់គោកដកគាត់ចែកណែ30ពុតទឹកទី1សម្រាប់ខ្ញុំគឺ24បាទឥឡូវនេះសូមបងប្អូនអារម្មណ៍ទស្សនាការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់ក្នុងគីឡូ65ទឹកទី1ហើយសូមបញ្ជាក់តិច24កាលពី10ឆ្នាំមុនបាទប៊ុនមៀងក៏ជាទាហានមួយរូបផងដែរតែនៅក្នុងកងវិសាកម្មកម្មវិធីរាងលេខ72បាទគាត់មានកម្លាំងប៉ុន្តែបទពិសោធន៍គាត់មិនសូវសម្បូរដូចជាប្រាក់ចាំស៊ីនប្រមាណទេប៊ុនមៀងនៅក្នុងជំរំស្នាក់នៅកម្ពុជាអ្នកប្រយុទ្ធគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយលេងច្រើនមិនមាត់មិនកហូបបាយហើយសម្រាប់ដល់មកវឹកហាត់គឺវឹកហាត់ឥឡូវនេះប៊ុនមៀងកំពុងតែនៅលើចាំស៊ីនអុកជង្គង់ចាំស៊ីនបាទធ្លាប់តែវាយស្រីដល់ពេលមកវាយកំពុងតែយកទៅបន្តណាឥឡូវនេះជាប់ទៅលើប៊ុនមៀងវិញវាយឆ្វេងវាយស្ដាំវាយឆ្វេងវាយស្ដាំឆ្វេងពុះពីលើបាទប៊ុនមៀងកំពុងជាក្រោមឡើងចាំស៊ីននៅក្រោមទេបាទចាប់ទៅវាយពុះឆ្វេងស្ដាំឆ្វេងស្ដាំប៊ុនមៀងព្យាយាមរើបំរាតាំងរែកបាត់ឆ្វេងបាត់ស្ដាំតាំងឥឡូវនេះចាប់ជើងរបស់ប្រាក់ចាំស៊ីនបានវិញស៊ីនជាយាមវាយបាទឥឡូវនេះមានងើទេបាទនេះនឹងគាត់នឹងទាត់ជើងគាត់ចូលវាយឆ្វេងវាយស្ដាំឆ្វេងអត់ជាប់មកសាទៀតពេលវេលាប្រកួតមួយទឹកគឺមាន5នាទីបាទសម្រាប់2នាទីគាត់អត់ចាំស៊ីនតែក៏មកឲ្យដួលវិញឥឡូវនេះនៅពីលើទៀតហើយបានតែគ្រោះថ្នាក់ប៊ុនមៀងព្យាយាមរើឡើងវិញបាទគីឡូ15មិនមែនគីឡូស្រាលទេគីឡូធ្ងន់បាទប៊ុនមៀងមិនទៅបកាយជង្គង់ប៉ុន្តែប្រាក់ចាំស៊ីនអាចប្រើជង្គង់បានល្អបាយសេរីអូយយ៉ាប៊ុនមៀងនៅពីលើវិញប៊ុនមៀងមានចេះមានក្បាច់មួយគឺក្បាច់បាទកាច់ដៃបំបាក់បើសិនបើមានឱកាសតែប្រាក់ចាំស៊ីនក្លេកកជាប់ប៊ុនមៀងធ្វើអ្វីមិនកើតទេតែសូមបញ្ជាក់ប្រាក់ចាំស៊ីនគឺខោក្រហមឆ្នោតសលាយខ្មៅរីឯកីឡាករប៊ុនមៀងបាទគឺខោខៀវឆ្នោតសលាយខ្មៅកំពុងតែប្រើកំណាប់ដៃវាយទៅលើផ្ទៃមុខប្រាក់ចាំស៊ីនវាយឆ្វេងធ្វើតាណាមិនទាន់រួចកំពុងតែសង្កត់នៅពីលើមានលក្ខខណ្ឌប្រសិទ្ធបើសង្កត់នៅពីលើមិនមានកាយវិការណាកម្រើកលោកអញ្ញាកណាមមានសិទ្ធិសម្បែប
លេក៏កមជាប់ឥឡូវនេះបុនមៀងកំពុងស្ថិតនៅលើចាំស៊ីននៅលើវិញប៉ុន្តែបុនមៀងក្លេជាប់ហើយបាទកំពុងតែព្យាយាមគិតតែប្រើវិធីណាដែលរើបំរាស់បាទលុបហាត់យូដូអញ្ចឹងក៏អាចមានវិធីគ្រូយូដូបាទមានវិធីជាច្រើនដែលប្រាប់អំពីការរើបំរាស់ចេញពីការក្លេរបស់សត្រូវបុនមៀងក្លេក៏តចាំស៊ីនក្របចោលឡើងវិញបានហើយបណ្ដើរគ្នាមួយកំពុងតែយកទៅឡើងទៅគង់ឆ្វេងល្អណាបាទវិញបុនមៀងឲ្យដួលគាត់ទៅជួយឆ្វេងអូយ៉ាងម៉េចហើយចាបាទបុនមៀងពេកអូចូលទីសម្រាប់ក្នុងទឹកទី1តែម្ដងបាទកីឡាករគាត់ចាក់ទីស្រាប់កោឡើងលើក្រៅមិនទាន់រួចបាទរបួសធ្ងន់មែនតែនបុនមៀងឥឡូវនេះខាងគ្រូពេទ្យកំពុងតែរត់ទៅជួយមើលជួយសង្គ្រោះហើយមួយទឹកបាទពេលវេលាប្រើតែ3នាទីជាងសម្រាប់ប្រាក់កាន់ស៊ីនបាទគាត់មកជើងឆ្វេងឲ្យបុនមៀងសន្លប់កាប់មុខតែម្ដងបន្តិចទៀតមានរូបយឺតបញ្ជាក់ជូនបាទពិតជាអស្ចារ្យមែនទែនប្រាក់កាន់ស៊ីនកន្លែងនេះគូអូបាទស្ទៀនគូបកយ៉ាងម៉េចទេអបអសាតប្រាក់កាន់ស៊ីនមកពីក្លឹបមិត្តពូលីទស្សនារូបភាពយើងថាយ៉ាងម៉េចបាទអោកន្លែងនេះព្យាយាមកាច់ណាចូលទៅចូលអូកោកោតែចាស់ធ្វើឲ្យបុនមៀងក្រោមមិនរួចបាទមកជើងនេះធ្ងន់ណាស់បុនមៀងក្រោមមិនទាន់រួចទេបាទពិតជាប្រាក់កាន់ស៊ីនសាហាវមែនតើចាប់ខំមកមានបាទសូមអរគុណដល់រាបៀកម្ពុជាត្រូវបានវិនិយោគ 100% ដល់ប្រជាជនខ្មែរយើងសុទ្ធសាធមានក្តីបាទមានក្តីមោទនភាពយ៉ាងខ្លាំងដោយទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជារោងចក្រផលិតស្រាបៀរលំដាប់ឋានៈអន្តរជាតិមានអនាម័យខ្ពស់និងមិនបំពុលដល់បរិស្ថានរបស់ប្រទេសជាតិស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិត្រវឹងសូមកុំបើកបោបាទមានរូបភាពយឺតបញ្ជាក់ជូនសារជាថ្មីរុញដួលហើយមកជើងឆ្វេងបាទដួលមកជើងឆ្វេងទៅគល់កកលក្ខខណ្ឌនៃការប្រកួតគឺមានចេញឲ្យមើលស្ដាប់នេះក្រៅពីនេះកម្ពុជាអ្នកប្រយុទ្ធនៅមានចំណុចហាមឃាត់ច្រើនកីឡាករទាំងអស់ដែលបានចូលរួមនៅក្នុងកម្ពុជាអ្នកប្រយុទ្ធត្រូវតែបានទទួលការអប់រំអំពីគ្រូបង្វឹកនិងអំពីសហព័ន្ធរួមទាំង My TV ផងដែរការប្រកួតដើម្បីមិញកីឡាករប្រាក់ច័ន្ទស៊ីនបានរំលោភទៅគូប្រកួតដោយចំណុចហាមឃាត់គឺពីត្រឹមកឡើងលើហាមមិនឲ្យទាត់ទេដូច្នេះជ័យជំនះបានទៅលើបង្គោលខៀវបុនមៀងលក្ខន្តិកៈបានចែងហើយហាមទាត់ពីកកឡើងដល់ក្បាលប៉ុន្តែប្រាក់ច័ន្ទស៊ីនបាទធ្វើឲ្យមានកំហុសហៅលក្ខន្តិកៈដូច្នេះគណៈកម្មការបានសម្រេចផ្ដល់ជ័យជំនះឲ្យទៅបុនមៀងវិញបាទអញ្ចឹងអបអរសាទរកីឡាករបុនមៀងមកពីខេត្តព្រះសីហនុ